clip video នេះខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការ selfie រូបខ្លួនឯងដើម្បីដាក់ចូលទៅក្នុងកម្មវិធី Facebook ដើម្បីការពារ account Facebook របស់យើងក្នុងករណីនៅពេលណាមួយដែល account របស់យើងមានបញ្ហាហើយក្រុមហ៊ុន Facebook កំណត់ឲ្យយើងធ្វើការ selfie ថតមុខខ្លួនឯងដើម្បីបញ្ជាក់ថាយើងពិតជាម្ចាស់ account ឬក៏អត់នោះអញ្ចឹងយើងធ្វើការ selfie ហ្នឹងដើម្បីថតហ្នឹងទុកឲ្យហើយដើម្បីការពារ account របស់យើងតោះឥឡូវនេះយើងចូលទៅក្នុងវិធីនៅក្នុងការ selfie ដាក់ចូលទៅក្នុង account របស់យើងទាំងអស់គ្នាឥឡូវនេះយើងបើកកម្មវិធី Facebook បន្ទាប់មកទៀតយើងចុចទៅលើ tray 3 នៅផ្នែកខាងលើរួចហើយយើងចុចទៅលើ setting and privacy បន្ទាប់មកទៀតយើងចុចលើ setting រួចហើយយើងចុចលើ account center បន្ទាប់មកទៀតចុចលើ password and security រួចហើយយើងចុចទៅលើ verification selfie អញ្ចឹងចុចកន្លែងហ្នឹងមកបាទហើយយើងចុចលើ Facebook តបមកទៀតមកដល់កន្លែងនេះយើងចុចលើ next រួចហើយយើងចុចលើពាក្យថា start selfie អញ្ចឹងយើងដាក់កាមេរ៉ាឲ្យចំមុខយើងមកយើងដាក់ឲ្យចូលក្នុងហ្នឹងណាបាទឲ្យមុខយើងចូលក្នុងហ្នឹងបាទអញ្ចឹងវាកំពុងតែដំណើរការដើម្បីត្រួតពិនិត្យផ្ទៃមុខរបស់យើងអញ្ចឹងការធ្វើបែបនេះដើម្បីថ្ងៃក្រោយពេលដែលគេត្រូវការត្រួតពិនិត្យ account យើងបញ្ជាក់ថា account យើងឬក៏អត់ហ្នឹងអញ្ចឹងឲ្យ selfie ទៀតគឺមានន័យថាវាត្រូវគ្នាបាទអញ្ចឹងរួចរាល់ហើយយើងចុចដានមកបាទអញ្ចឹងគឺជាការស្រេចហើយបាទអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយជួបគ្នានៅវីដេអូក្រោយៗទៀត